ជំពូកទី1 លក្ខខណ្ឌសង្គមកម្ពុជាប្រទេសកម្ពុជាស្ថិតនៅភូមិភាគអាស៊ីអាគ្នេយ៍ចន្លោះខ្សែស្របទី10និងទី15នៃរយៈទទឹងខាងជើងនិងចន្លោះខ្សែបណ្ដោយទី102និងទី108នៃរយៈបណ្ដោយខាងកើតមានផ្ទៃដីសរុបចំនួន 181,035 គីឡូម៉ែត្រការ៉េគឺមានទំហំតូចជាងបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍លើកលែងតែប្រទេសព្រុយណេសិង្ហបុរីនិងប្រទេសទីម៉័រខាងកើតប្រទេសកម្ពុជាមានរាជធានីចំនួន1គឺរាជធានីភ្នំពេញមានខេត្តចំនួន25ស្រុកចំនួន165ស្រុកខណ្ឌចំនួន12ក្រុងចំនួន26ឃុំសង្កាត់ចំនួន1646និងភូមិចំនួន1473ស្ថិតិបោះឆ្នោតឃុំសង្កាត់ឆ្នាំ2017តាមលទ្ធផលជំរឿនចុងក្រោយនាខែមិនិនាឆ្នាំ2008ប្រជាជនកម្ពុជាមានចំនួនសរុប 13,395,682 នាក់បច្ចុប្បន្នមាន 15,023,820 នាក់ខែមករាឆ្នាំ2016ប្រុសមានចំនួន 7,687,296 នាក់ស្រីមានចំនួនសរុប 816,529 នាក់ចំនួននេះគឺតិចជាងច្រើនបើធៀបទៅនឹងចំនួនប្រជាជននៃបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍លើកលែងតែប្រទេសឡាវព្រុយណេសិង្ហបុរីនិងប្រទេសទីម៉័រខាងកើតចាប់តាំងពីទសវត្សរ៍ឆ្នាំ1970មកស្ថានភាពប្រជាជនកម្ពុជាមានការប្រែប្រួលយ៉ាងខ្លាំងតើមូលហេតុអ្វីខ្លះដែលធ្វើឲ្យស្ថានភាពប្រជាជនកម្ពុជាប្រែប្រួលខ្លាំងដូចនេះ